សម្រាប់ចោលដោយពន្លះស្បែកជាដើម3ដកព្រះកស្សបៈដ៏ចម្រើននិយាយយ៉ាងនេះក៏គួរដែរហើយប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនោះយ៉ាងនេះទៀតថាលោកដទៃមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះស្វ័យព្រះពររាជញ្ញៈចុះបរិយាយនៅមានទៀតដែរឬពពិតព្រះកស្សបៈដ៏ចម្រើនបរិយាយនៅមានស្វ័យព្រះពររាជញ្ញៈបរិយាយនោះតើដូចម្ដេចពពិតព្រះកស្សបៈដ៏ចម្រើនពួករាជបរោះក្នុងដែននេះចាប់ចោលដែលប្រព្រឹត្តអាក្រក់មកឲ្យដល់ខ្ញុំថាបបិទ្ធព្រះអង្គដ៏ចម្រើនអ្នកនេះជាចោលប្រព្រឹត្តអាក្រក់នឹងព្រះអង្គសពព្រះហឫទ័យនឹងដាក់អាជ្ញាណាដល់ចោលនេះសូមព្រះអង្គដាក់អាជ្ញានោះចុះខ្ញុំនិយាយនឹងរាជបរោះទាំងនោះយ៉ាងនេះថាណែអ្នកដ៏ចម្រើនបើដូច្នោះចូលអ្នកទាំងឡាយឆូតស្បែកក្រៅរបស់បរោះនេះមើលក្រែងលោយើងឃើញជីវៈរបស់បរោះនេះពួករាជបរោះទាំងនោះក៏ឆូតស្បែកក្រៅរបស់បរោះនោះយើងក៏មិនបានឃើញជីវៈរបស់បរោះនោះសោះខ្ញុំនិយាយនឹងរាជបរោះទាំងនោះយ៉ាងនេះទៀតថាមនាលអ្នកដ៏ចម្រើនបើដូច្នោះចូលអ្នកទាំងឡាយពន្លះស្បែកក្នុងអាសាច់កាត់សរសៃកាត់ឆ្អឹងឆ្កៀលខួរក្នុងឆ្អឹងរបស់បរោះនេះមើលក្រែងលោយើងបានឃើញជីវៈរបស់វារាជបរោះទាំងនោះក៏ឆ្កៀលខួរក្នុងឆ្អឹងរបស់បរោះនោះយើងក៏នៅតែមិនឃើញជីវៈរបស់បរោះនោះសោះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបរិយាយនេះឯងដែលនាំឲ្យខ្ញុំនៅមានគំនិតយ៉ាងនេះថាលោកដទៃមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះឧបមានឹងក្មេងមិនដឹងនៅវិធីបង្កាត់ភ្លើង3ដកស្វ័យព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមាស្វ័យមហាបពិតវិញ្ញូបរោះពួកខ្លះក្នុងโลกនេះរមែងយល់សេចក្តីនៃភាសិតនេះដោយពាក្យឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនាយមកមានចដិលម្នាក់ជាអ្នកបម្រើភ្លើងនៅក្នុងកុដិស្លឹកក្នុងព្រៃរំលងបពិតរាជញ្ញៈក្នុងកាលនោះឯងមានពួកឈ្មួញរទេះមួយពួកនៅក្នុងជនបទបាននាំគ្នាចេញអំពីជនបទនោះគ្រានោះពួកឈ្មួញរទេះនោះនៅឈប់សំចតចិត្តអាស្រមរបស់ចដិលអ្នកបម្រើភ្លើងនោះអស់មួយយប់ទើបនាំគ្នាជៀសចេញទៅបពិតរាជញ្ញៈគ្រានោះឯងចដិលអ្នកបម្រើភ្លើងនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាគួរតែអាត្មាអញចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះក្រែងជួនជាបានគ្រឿងឧបករណ៍អ្វីមួយក្នុងទីនោះទើបចដិលអ្នកបម្រើភ្លើងនោះប្រោកឡើងពីព្រលឹមចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះលុះចូលទៅដល់ហើយក៏បានឃើញក្មេងតូចក្បាលប្រងោលដេកស្ងាដែលគេចោលក្នុងទីសំណាក់របស់ពួកឈ្មួញរទេះនោះចដិលនោះលុះឃើញហើយក៏មានសេចក្តីត្រេះរិះយ៉ាងនេះថាកាលបើអាត្មាអញមើលបំណាំបណ្ដោយឲ្យមនុស្សស្លាប់ដោយហេតុណាហេតុនោះមិនសមគួរដល់អាត្មាអញឡើយបើដូច្នោះគួរតែអាត្មាអញយកទារកនេះទៅឯអាស្រមថែទាំចិញ្ចឹមឲ្យចម្រើនឡើងទើបចដិលអ្នកបម្រើភ្លើងនោះនាំយកទារកនោះទៅអាស្រមថែទាំចិញ្ចឹមឲ្យចម្រើនឡើងក្នុងកាលដែលទារកនោះមានអាយុ10ឆ្នាំឬ12ឆ្នាំទើបចដិលអ្នកបម្រើភ្លើងនោះមានករណីយកិច្ចមួយកើតឡើងក្នុងជនបទទើបចដិលអ្នកបម្រើភ្លើងនោះបានដាំនឹងទារកនោះយ៉ាងនេះថាណែបាអញប្រាថ្នានឹងទៅកាន់ជនបទណែបាត្រូវឯងបម្រើភ្លើងត្រង់កុំឲ្យភ្លើងរបស់ឯងរលត់ឡើយបើជួនជាភ្លើងរបស់ឯងរលត់កំបិតនេះអស់នេះឈើពំនួតភ្លើងនេះមានត្រូវឯងយកទៅបង្កាត់ភ្លើងហើយបម្រើភ្លើងកំខានលំដាប់នោះចដិលអ្នកបម្រើភ្លើងនោះដែលផ្ដាំទារកយ៉ាងនេះហើយក៏ទៅកាន់ជនបទទារកនោះកំពុងតែខ្វល់ខ្វាយដោយលបែងភ្លើងក៏រលត់អស់ទើបទារកនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាបិតាបានផ្ដាំអាត្មាអញយ៉ាងនេះថាណែបាចូលឯងបម្រើភ្លើងកុំឲ្យភ្លើងរបស់ឯងរលត់ឡើយបើជួនជាភ្លើងរបស់ឯងរលត់ហើយសម្បត្តិនេះលាក់ហើយបម្រើភ្លើងកំខានបើដូច្នោះ
គួរតែអាត្មាអញបង្កាត់ភ្លើងហើយបំរើភ្លើងចុះកាលនោះទារកនោះយកកំបិតចាំងឈើពំនួតមើលដោយគិតថាធ្វើម្ដេចណអាត្មាអញនឹងបានភ្លើងនេះទារកនោះក៏មិនបានភ្លើងសោះហើយក៏ពុះឈើពំនួតជា2ចំណែក3ចំណែក4ចំណែក5ចំណែក10ចំណែក20ចំណែកធ្វើឲ្យជាចម្រៀកតូចលុះធ្វើឲ្យជាចម្រៀកល្អិតហើយក៏យកទៅបុកក្នុងត្បាល់លុះបុកក្នុងត្បាល់រួចហើយយកទៅរោយតាមខ្យល់ខ្លាំងដោយបំណងថាធ្វើដូចម្ដេចណអាត្មាអញនឹងបានភ្លើងនេះទារកនោះក៏នៅតែមិនបានភ្លើងសោះលំដាប់នោះចដិលអ្នកបំរើភ្លើងនោះសម្រេចកិច្ចដែលត្រូវធ្វើក្នុងជនបទនោះហើយបានចូលទៅអាស្រមរបស់ខ្លួនលុះចូលទៅដល់ហើយបាននិយាយនឹងទារកនោះយ៉ាងនេះថាហើយបាហេតុដូចម្ដេចក៏ឯងឲ្យភ្លើងរលត់ទារកនោះនិយាយថាបបិទ្ធបិតាខ្ញុំកំពុងតែខ្វល់ខ្វាយដោយការលេងក្នុងទីនេះភ្លើងក៏រលត់ខ្ញុំមានសេចក្តីត្រេះរិះយ៉ាងនេះថាបិតាបានផ្ដាំអាត្មាអញយ៉ាងនេះថាណែបាឯងត្រូវបំរើភ្លើងស្លាក់ហើយបំរើភ្លើងកំខានបើដូច្នោះគួរតែអាត្មាអញបង្កាត់ភ្លើងហើយបំរើភ្លើងចុះបបិទ្ធបិតាលំដាប់នោះឯងខ្ញុំក៏យកកបិតច្រាស់ឈើពំនួតដោយបំណងថាធ្វើម្ដេចណអាត្មាអញនឹងបានភ្លើងខ្ញុំក៏មិនបានភ្លើងសោះឡើយខ្ញុំក៏ពុះឈើពំនួតភ្លើងជា2ចំណែក3ចំណែកស្លាក់ធ្វើឲ្យជាចម្រៀកតូចលុះធ្វើឲ្យជាចម្រៀកតូចរួចហើយក៏យកទៅបុកក្នុងត្បាល់លុះបុកក្នុងត្បាល់ហើយក៏រោយតាមខ្យល់ខ្លាំងដោយបំណងថាធ្វើម្ដេចណអាត្មាអញនឹងបានភ្លើងខ្ញុំក៏មិនបានភ្លើងសោះគ្រានោះឯងចដិលជាអ្នកបំរើភ្លើងនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាទារកនេះហៅពេញជាមនុស្សផ្លូវមិនវៀងវៃមែនមិនសមបើនឹងស្វែងរកភ្លើងដោយខុសទំនងសោះកាលដែលទារកនោះកំពុងសម្លឹងមើលចដិលនោះក៏ចាប់យកឈើពំនួតភ្លើងហើយពោតឲ្យកើតភ្លើងរួចនិយាយនឹងទារកនោះយ៉ាងនេះថាណែបាភ្លើងគេត្រូវពោតឲ្យឆេះយ៉ាងនេះមិនមែនដូចជាបាឯងជាមនុស្សឆោតមិនវៀងវៃស្វែងរកភ្លើងដោយខុសទំនងដូច្នេះទេបបិទ្ធរាជញ្ញៈឯមហាបបិទ្ធក៏យ៉ាងនោះដែរគឺជាមនុស្សផ្លូវមិនវៀងវៃស្វែងរកបរលោកដោយខុសទំនងបបិទ្ធរាជញ្ញៈសូមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញបបិទ្ធរាជញ្ញៈសូមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏អាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលយូរកុំបីមានដល់មហាបបិទ្ធឡើយការពន្យល់របស់អ្នករៀបរៀងពីនេះពីនោះនឹងគំនិតខ្លួនឯងខ្លះការប្រឹងប្រែងរិះគិតអំពីបញ្ហាលោកនេះនិងលោកដទៃរបស់ព្រះបាទបាយាសិដោយដែលបានលើកឡើងខាងលើអ្វីត្បិតតែមានវិធីសាស្ត្រផ្សេងគ្នាជាច្រើនប៉ុន្តែវត្ថុបំណងមានតែមួយគត់គឺចង់ដឹងថាបន្ទាប់អំពីសត្វស្លាប់មានប្រលឹងចេញពីខ្លួនទៅកើតទៀតឬអត់បើឃើញទើបជឿថាមានលោកដទៃបើមិនឃើញគឺមិនជឿនេះមិនមែនជាបញ្ហាចម្លែកទេព្រោះជារឿងដែលតែងកើតមានឡើងចំពោះពុទ្ធជនគ្រប់គ្នាព្រោះពុទ្ធជនមិនបានប្រើប្រាស់នៅវិញ្ញាណធាតុទាំង7ឲ្យស័ក្តិសមទៅនឹងតួនាទីរបស់វាឡើយព្រោះវិញ្ញាណធាតុនីមួយសុទ្ធតែមានមុខងារដាច់ដោយឡែកអំពីគ្នាដូច្នេះគឺចក្ខុវិញ្ញាណធាតុមាន2ដួងជាវិញ្ញាណកើតអាស្រ័យនឹងចក្ខុវត្ថុភ្នែកមុខងាររបស់វាគឺមើលឬឃើញនៅរូបារម្មណ៍ពណ៌ក្នុងបាលីហៅថាទស្សនកិច្ចសោតវិញ្ញាណធាតុមាន2ដួងជាវិញ្ញាណកើតអាស្រ័យនឹងសោតវត្ថុត្រចៀកមុខងាររបស់វាគឺស្ដាប់ឬឮនៅសត្វទារម្មណ៍សំឡេងក្នុងបាលីហៅថាសវនកិច្ចឃានវិញ្ញាណធាតុមាន2ដួងជាវិញ្ញាណកើតអាស្រ័យនឹងឃានវត្ថុច្រមុះមុខងាររបស់វាគឺហិតឬដឹងនៅគុណធារម្មណ៍ក្លិនក្នុងបាលីហៅថាធាយនកិច្ចជីវហាវិញ្ញាណធាតុមាន2ដួងជាវិញ្ញាណកើតអាស្រ័យនឹងជីវហាវត្ថុអណ្ដាតមុខងាររបស់វាគឺភ្លក់ឬដឹងនៅរក្សារម្មណ៍រស់ក្នុងបាលីហៅថាសាយនកិច្ច
កាយវិញ្ញាណធាតុមានពីរដួងជាវិញ្ញាណកើតអាស្រ័យនឹងកាយវត្ថុកាយមុខងាររបស់វាគឺប៉ះពាល់ឬដឹងនៅផោតពារម្មណ៍ភាពក្តៅត្រជាក់ទន់រឹងតឹងកម្រើកញ័រក្នុងបាលីហៅថាភោសនកិច្ចមនោធាតុមាន3ដួងជាវិញ្ញាណកើតអាស្រ័យនឹងហតិយវត្ថុបេះដូងសម្រាប់រាវរកអារម្មណ៍បញ្ចទ្វារាវចនៈនិងទទួលយកនៅអារម្មណ៍សម្បដិច្ឆន្ទៈ5ខាងលើមនោវិញ្ញាណធាតុមាន76ដួងឬ96ដួងជាវិញ្ញាណកើតអាស្រ័យនឹងហតិយវត្ថុវាអរូបាវចរវិបាកមានមុខងារច្រើនយ៉ាងជាវិញ្ញាណដឹងរឿងសពគ្រប់ទាំងល្អទាំងអាក្រក់និងកណ្ដាលចំណុចនេះបើពុទ្ធបរិស័ទសិក្សាព្រះអភិធម្មទើបកាន់តែភ្លឺច្បាស់ការលើកឡើងមកប៉ុណ្ណេះលោកអ្នកអានអាចវាយតម្លៃបានឬទេថាតើព្រះបាទបាយាសិប្រើប្រាស់វិញ្ញាណធាតុណាជាសំខាន់ក្នុងការស្វែងរករឿងជាតិមុខជាតិក្រោយប្រហែលជាយកភ្នែកជាសំខាន់ហើយមែនទេដូច្នេះមនុស្សទាំងឡាយមិនគួរជឿភ្នែករបស់ខ្លួនឯងពេកទេព្រោះថាភ្នែកអាចឃើញរូបតែក្នុងទីមានពន្លឺនិងវាលស្រឡះប៉ុណ្ណោះបាំងតែបន្តិចក៏មើលលែងឃើញទៅហើយព្រោះហេតុដូច្នោះហើយក្នុងការស្វែងរកភាពពិតនៃជីវិតរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានយកភ្នែកទៅរកទេគឺទ្រង់ជ្រើសរើសយកវិជ្ជាផ្លូវចិត្តគឺស្វែងរកដោយមិនចាំបាច់បើកភ្នែកដែលហៅថាវិបស្សនាវិជ្ជាទ្រង់អប់រំចម្រើនរហូតមានចក្ខុពិសេសជាច្រើនកើតឡើងដូចជាបញ្ញាចក្ខុធម្មចក្ខុសមន្តចក្ខុទិព្វចក្ខុជាដើមចក្ខុទាំងអស់នេះកើតនៅក្នុងវិញ្ញាណធាតុទី7តែប៉ុណ្ណោះមិនអាចកើតឡើងនៅក្នុងវិញ្ញាណធាតុ6ខាងដើមឡើយដូច្នេះការអប់រំចម្រើនវិបស្សនាទើបជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការស្វែងរកសេចក្តីពិតនៃជីវិតសំណួរចម្លើយគួរពិចារណាសំណួរតើសត្វស្លាប់ហើយតែងមានព្រលឹងឬវិញ្ញាណអន្ទោលទៅកើតក្នុងភពថ្មីទៀតឬចម្លើយគ្មានទេសំណួរបើដូច្នោះជាតិក្រោយមិនមានទេឬចម្លើយមានសំណួរគ្រប់គ្នាសុទ្ធតែមានជាតិក្រោយឬចម្លើយមិនមែនទេសំណួរតើសត្វប្រភេទណាមានជាតិក្រោយប្រភេទណាមិនមានចម្លើយសត្វណាក៏ដោយឲ្យតែនៅមានតណ្ហាសុទ្ធតែមានជាតិក្រោយតែបើអស់តណ្ហាហើយជាតិក្រោយក៏លែងមានដែរគឺព្រះអរហន្តសំណួរបន្ទាប់ពីស្លាប់បើមិនមានព្រលឹងឬវិញ្ញាណអន្ទោលទៅទេហេតុអ្វីក៏មានជាតិក្រោយតើអ្វីជាអ្នកចេញទៅសូមពន្យល់មកមើលចម្លើយកាលបើនិយាយដោយពុគលបញ្ញត្តិយើងអាចហៅសត្វឬបុគ្គលបានដូចជាអនាថបនិកសេដ្ឋីជាអ្នកមានបុណ្យធ្វើទុកច្រើនបន្ទាប់ពីស្លាប់បានទៅកាន់ឋានតុសិតទេវទត្តជាអ្នកមានបាបច្រើនបន្ទាប់ពីស្លាប់បានទៅកាន់នរកប៉ុន្តែបើពោលដោយបរមត្ថគ្មានអ្វីមកហើយក៏គ្មានអ្វីសម្រាប់ទៅដែរព្រោះវត្ថុធាតុគ្រប់យ៉ាងកើតក្នុងទីណាត្រូវរលត់នៅក្នុងទីនោះឯងប្រៀបដូចគ្រាប់ពូជដែលយើងដាំដុះជាដើមឈើក្រោយមកក៏មានផ្លែតាមពិតគ្រាប់ពូជដែលយើងយកទៅកប់ក្នុងដីបានរលាយជាដីអស់ទៅហើយមិនបានរត់ទៅផ្លែនៅលើដើមទៀតទេប៉ុន្តែផ្លែថ្មីទាំងអស់នៅលើដើមបើមិនមានផ្លែចាស់ជាពូជកប់ក្នុងដីទេក៏មិនអាចកើតចេញបានក្នុងន័យនេះពូជជាកម្មផ្លែជាផលមនុស្សយើងកើតមកមានវាសនាព្រោះមានបញ្ញាល្អពិសិដ្ឋទោះបីបញ្ហាជ្រាលជ្រៅល្អិតក៏មនុស្សអាចគិតរកឃើញបានដូច្នេះកុំមើលងាយខ្លួនឯងត្រូវស្វែងសិក្សាកុំភ្លេចប្រាណកុំនៅបង្អង់នាំខកខានមិនយូរប៉ុន្មានប្រាណជរារៀនគិតរៀនគូកុំទំនេរគឺរៀនតលតែអស់សង្ខាររៀនលេខនិពន្ធរៀនអក្ខរារៀនអវាទាព្រះចិនស្រីរៀនអប់រំចិត្តឲ្យបានស្អាតរៀនកុំប្រមាថទាំងប្រុសស្រីរៀនដើររៀនដេករៀនស្រដីរៀនច្នៃជីវិតឲ្យប្រសើរកំណាព្យនេះរៀបរៀងដោយព្រះភិក្ខុវចិរបញ្ញោសានសុជាព្រះបាទបាយាសិមិនព្រមលះបង់ទិដ្ឋិ3ដកព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមម្យ៉ាងដែរហើយ
ប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះថាព្រះបាទបសេនតិកោសលក្តីពួកព្រះរាជាខាងក្រៅក្តីដឹងច្បាស់នៅខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញហើយមុខជាអ្នកផងនឹងស្ដីឲ្យខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះរឿងឈ្មួញរទេះ1000 3 ដកថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមាថ្វាយមហាបពិតពួកវិញ្ញូបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយពាក្យឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនាយមកមានឈ្មួញរទេះច្រើននាំរទេះប្រមាណ1000បរចេញពីជនបទខាងកើតទៅកាន់ជនបទខាងលិចពួកឈ្មួញរទេះនោះទៅក្នុងទីណាស្មៅអស់ទឹកនិងស្លឹកឈើខៀវខ្ចីក្នុងទីនោះក៏ឆាប់អស់ទៅក្នុងពួកឈ្មួញរទេះនោះឯងមាននាយឈ្មួញរទេះ2នាក់ម្នាក់មានរទេះ500ម្នាក់ទៀតមានរទេះ500លំដាប់នោះឯងនាយឈ្មួញរទេះទាំងនោះមានសេចក្តីត្រេះរិះដូច្នេះថាពួកឈ្មួញរទេះនេះឯងមានរទេះ1000យើងទាំងឡាយទៅនៅក្នុងទីណាស្មៅអស់ទឹកនិងស្លឹកឈើខៀវខ្ចីក្នុងទីនោះក៏ឆាប់អស់ទៅណាស់បើដូច្នោះមានតែយើងរាល់គ្នាចែកពួកឈ្មួញរទេះនេះជា2ចំណែកគឺមួយចំណែក500រទេះមួយចំណែកទៀត500រទេះនាយឈ្មួញទាំងនោះក៏បានចែកឈ្មួញរទេះនោះជា2ចំណែកគឺមួយចំណែក500រទេះមួយចំណែកទៀត500រទេះនាយឈ្មួញរទេះម្នាក់បានផ្ទុកនៅស្មៅអស់ទឹកជាច្រើនហើយនាំគ្នាបររទេះតទៅកាលដែលពួកឈ្មួញរទេះនោះបរចេញទៅអស់ពី3ថ្ងៃក៏បានឃើញបរោះមានសម្បុរខ្មៅមានភ្នែកក្រហមចងបាច់កូនសប្រដាប់ដោយផ្កាកុមុតមានសម្ពុតទទឹកមានសក់ទទឹកបរត់ដ៏ល្អមានកង់ប្រឡាក់ដោយភក់មកជួបគ្នានៅពាក់កណ្ដាលផ្លូវលុះឃើញហើយក៏សួរដូច្នេះថាណែអ្នកដ៏ចម្រើនអ្នកមកពីទីណាបរោះសម្បុរខ្មៅនោះឆ្លើយថាខ្ញុំមកពីជនបទឯណោះពួកឈ្មួញរទេះក៏សួរទៀតថាអ្នកនឹងទៅក្នុងទីណាបរោះនោះប្រាប់ថាខ្ញុំនឹងទៅជនបទឯណោះពួកឈ្មួញរទេះសួរថាណែអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោភ្លៀងជោគជាំខ្លះដែរឬបរោះនោះឆ្លើយប្រាប់ថាអើអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអស់ទឹកជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអស់ទឹកចាស់ទាំងឡាយចេញទៅចូលបរទេះទាំងឡាយដែលមានបន្ទុកស្រាលទៅឆាប់ចុះកុំឲ្យពួកគោលំបាកឡើយលុបដាប់នោះឯងនាយឈ្មួញរទេះនោះប្រាប់ពួកឈ្មួញរទេះថាណែអ្នកដ៏ចម្រើនបរោះនេះបាននិយាយយ៉ាងនេះថាផ្លូវលំបាកខាងមុខមានមហាមេឃបង្អោភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសចូលនាំគ្នាបរទេះទាំងឡាយមានបន្ទុកស្រាលទៅចុះពួកឈ្មួញរទេះទាំងនោះទទួលពាក្យនាយឈ្មួញរទេះនោះថាអើអ្នកដ៏ចម្រើនហើយក៏ចោលស្មៅអស់ទឹកចាស់ចេញហើយនាំគ្នាបរទេះដែលមានបន្ទុកស្រាលទៅពួកឈ្មួញរទេះទាំងនោះក៏មិនបានឃើញស្មៅអស់ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបងផងក្នុងដំណាក់ពួកឈ្មួញរទេះជាគម្រប់2ផងក្នុងដំណាក់ពួកឈ្មួញរទេះជាគម្រប់3ផងក្នុងដំណាក់ពួកឈ្មួញរទេះជាគម្រប់4ផងក្នុងដំណាក់ពួកឈ្មួញរទេះជាគម្រប់5ផងក្នុងដំណាក់ពួកឈ្មួញរទេះទី6ផងមិនបានឃើញស្មៅអស់ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះទី7ផងហើយក៏ដល់នៅសេចក្តីវិនាសទាំងអស់គ្នាពួកមនុស្សឬក៏ពួកសត្វចិញ្ចឹមក៏មានច្រើនក្នុងឈ្មួញរទេះនោះ
បរោះមានសម្បុរខ្មៅនោះគឺជាយក្សជាអមនុស្សក៏ស៊ីពួកមនុស្សនិងសត្វចិញ្ចឹមទាំងអស់នោះនៅសល់តែឆ្អឹងទទេប៉ុណ្ណោះឯងកាលណានាយឈ្មួញរទេះទី2បានដឹងថាឥឡូវនេះពួកឈ្មួញរទេះនោះចេញទៅយូរថ្ងៃហើយក៏ផ្ទុកស្មៅអស់ទឹកជាច្រើននាំគ្នាបររទេះចេញទៅទៀតលុះពួកឈ្មួញរទេះនោះបរទៅអស់2 3ថ្ងៃក៏បានឃើញបរោះមានសម្បុរខ្មៅមានភ្នែកក្រហមចងបាច់កូនសប្រដាប់ដោយផ្កាកុមុតមានសម្ពុតទទឹកមានសក់ទទឹកកំពុងបររទេះដ៏ល្អមានកង់ប្រឡាក់ដោយភក់មកជួបគ្នានៅពាក់កណ្ដាលផ្លូវលុះឃើញហើយក៏សួរយ៉ាងនេះថាណែអ្នកដ៏ចម្រើនអ្នកមកពីទីណាបរោះសម្បុរខ្មៅនោះឆ្លើយថាខ្ញុំមកពីជនបទឯណោះពួកឈ្មួញរទេះសួរថាអ្នកនឹងទៅក្នុងទីណាបរោះនោះប្រាប់ថាខ្ញុំនឹងទៅជនបទឯណោះពួកឈ្មួញរទេះសួរថាណែអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោរភ្លៀងជោគជាំខ្លះដែរឬបរោះនោះឆ្លើយប្រាប់ថាអើអ្នកដ៏ចម្រើនក្នុងផ្លូវលំបាកខាងមុខមានមហាមេឃបង្អោរភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអស់ទឹកជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអស់ទឹកចាស់ចេញទៅចូលបរតែរទេះទាំងឡាយដែលមានបន្ទុកស្រាលទៅឆាប់ចុះកុំឲ្យពួកគោលំបាកឡើយលំដាប់នោះឯងនាយឈ្មួញរទេះនោះក៏បានប្រាប់ពួកឈ្មួញរទេះថាណែអ្នកដ៏ចម្រើនបុរសនេះបាននិយាយយ៉ាងនេះថាក្នុងផ្លូវលំបាកខាងមុខមានមហាមេឃបង្អោរភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពាសពេញមានទាំងស្មៅអស់ទឹកជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអស់ទឹកចាស់ចេញទៅចូលបរតែរទេះទាំងឡាយមានបន្ទុកស្រាលទៅឲ្យឆាប់ចុះកុំឲ្យពួកគោលំបាកឡើយដូច្នេះមនាលអ្នកដ៏ចម្រើនបុរសនេះមិនមែនជាមិត្តមិនមែនជាញាតិសាលោហិតរបស់យើងទេយើងនឹងទៅដោយជឿពាក្យបុរសនេះដូចម្ដេចបានអ្នកទាំងឡាយមិនត្រូវចោលស្មៅអស់ទឹកចាស់ឡើយចូលអ្នកទាំងឡាយនាំគ្នាបរទេះទៅយកទាំងរបស់ដែលបានផ្ទុកមកហើយយើងកុំចោលរបស់ចាស់យើងឡើយពួកឈ្មួញរទេះទាំងនោះទទួលពាក្យនាយឈ្មួញរទេះនោះថាអើអ្នកដ៏ចម្រើនហើយក៏នាំគ្នាបរទេះទៅយកទាំងរបស់ដែលបានផ្ទុកមកហើយនោះពួកឈ្មួញរទេះទាំងនោះក៏មិនបានឃើញស្មៅអស់ទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបងផងក្នុងដំណាក់ពួកឈ្មួញរទេះទី2ផងឡាក់មិនបានឃើញស្មៅអស់ឬទឹកក្នុងដំណាក់ពួកឈ្មួញទី7ផងបានឃើញតែពួកឈ្មួញរទេះនោះដែលដល់នៅសេចក្តីវិនាសប៉ុណ្ណោះពួកមនុស្សឬសត្វចិញ្ចឹមក៏មានច្រើនក្នុងពួកឈ្មួញរទេះនោះពួកឈ្មួញរទេះទាំងនោះបានឃើញតែឆ្អឹងមនុស្សនិងសត្វចិញ្ចឹមទាំងនោះឯបុរសមានសម្បុរខ្មៅនោះគឺជាយក្សជាអមនុស្សបានស៊ីមនុស្សនិងសត្វចិញ្ចឹមនោះអស់ទៅលំដាប់នោះឯងនាយឈ្មួញរទេះនោះបានប្រាប់ពួកឈ្មួញរទេះថាណែអ្នកដ៏ចម្រើនពួកឈ្មួញរទេះនោះឯងដែលដល់នៅសេចក្តីវិនាសព្រោះតែនាយឈ្មួញរទេះជាបរិនាយកជាមនុស្សល្ងងនោះមនាលអ្នកដ៏ចម្រើនបើដូច្នោះទ្រព្យរបស់ទាំងឡាយណាក្នុងពួករទេះរបស់យើងជារបស់មានថ្លៃតិចចូលអ្នកទាំងឡាយចោលទ្រព្យរបស់ទាំងនោះចេញហើយយកតែរបស់ទាំងឡាយដែលមានថ្លៃច្រើនក្នុងពួករទេះនេះចុះពួកឈ្មួញរទេះទាំងនោះទទួលពាក្យរបស់នាយឈ្មួញរទេះថាអើអ្នកដ៏ចម្រើនហើយក៏ចោលទ្រព្យរបស់ទាំងឡាយដែលមានថ្លៃតិចក្នុងពួករទេះខ្លួនហើយយកតែរបស់ទ្រព្យដែលមានថ្លៃច្រើនក្នុងពួករទេះនោះរួចឆ្លងផុតអំពីផ្លូវលំបាកនោះបានដោយសួស្តីព្រោះតែនាយឈ្មួញរទេះជាបរិនាយកនោះឯងជាបណ្ឌិតឆ្លៀសវៃបពិតរាជញ្ញៈមហាបពិតក៏យ៉ាងនោះឯងជាបុគ្គលខ្លៅមិនវៀងវៃស្វែងរកបរលោកដោយខុសទំនងគង់នឹងដល់នៅសេចក្តីវិនាសដោយបរោះជានាយឈ្មួញរទេះនោះមួយទៀតពួកជនណាសម្គាល់នៅពាក្យរបស់មហាបពិតថាជាពាក្យគួរស្ដាប់គួរជឿជនទាំងនោះមុខជានឹងដល់នៅសេចក្តីវិនាសដោយពួកឈ្មួញរទេះនោះបពិតរាជញ្ញៈសូមមហាបពិតលះបង់នៅទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈ
សូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិអាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលយូរអង្វែងកុំបីមានដល់មហាបពិតឡើយយោបល់អ្នករៀបរៀងក្នុងនិទានខាងលើមានចំណុចល្អច្រើនយ៉ាងប៉ុន្តែខ្ញុំសូមលើកយកតែពីរចំណុចគឺអ្នកដឹកនាំខ្វះចំណេះដឹងនិងអ្នកដើរតាមខ្វះការពិចារណាមកធ្វើការវិភាគដូចតទៅ1អ្នកដឹកនាំខ្វះចំណេះដឹងភាពល្ងងខ្លៅគ្មានព្រះអាទិទេពណាប្រទានឲ្យទេគឺកើតមកអំពីការមិនរៀនសូត្រនោះឯងទាំងផ្នែកផ្លូវលោកនិងផ្លូវធម៌ជីវិតមិនអាចភ្លឺស្វាងជាមួយនឹងភាពល្ងងខ្លៅបានឡើយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាអ្វីអាស្រ័យលើខ្លួនឯងបច្ចតតាំងដូច្នេះបើយើងមិនខំសិក្សារៀនសូត្រគឺពិតជាល្ងងតែបើយើងមិនព្រមល្ងងគង់តែចេះដោយប្រកបបុគ្គលល្ងងប្រៀបដូចជាមនុស្សខ្វះតើនឹងអាចវិនិច្ឆ័យបញ្ហាផ្សេងឲ្យត្រឹមត្រូវដូចម្តេចកើតបើខ្លួនឯងងងឹតទៅហើយតើនឹងអាចដឹកនាំអ្នកដទៃឲ្យភ្លឺស្វាងដូចម្តេចបានយើងសង្កេតឃើញថាសប្តាហ៍ថ្ងៃនៅក្នុងសង្គមនៃពុទ្ធបរិស័ទមានមនុស្សតាំងខ្លួនធ្វើជាអ្នកប្រាជ្ញច្រើនរាប់មិនអស់ទាំងតាមប៉ុស្តិ៍វិទ្យុនិងតាមទីសាធារណៈហើយក៏คล้ายខ្លួនធ្វើជាអ្នកដឹកនាំគេយ៉ាងកក្រឹកកក្រែងអ្នកខ្លះដឹកនាំតាមការដឹងតគ្នាអ្នកខ្លះទៀតដឹកនាំតាមតែការនឹកឃើញរបស់ខ្លួនជួនកាលគ្រាន់តែការយល់សប្តិក៏យកមកធ្វើជាកម្មវិធីឲ្យគេជឿដែរនេះផ្នែកជំនឿផ្ដេសផ្ដាស់ចំណែកការផ្សព្វផ្សាយធម៌វិញក៏សម្បូរណាស់ដែរមានតិចតួចណាស់ដែលធ្លាប់បានសិក្សាត្រឹមត្រូវគឺសម្បូរអ្នកប្រាជ្ញអត់គម្ពីរអ្នកប្រាជ្ញអត់សាលាអ្នកប្រាជ្ញថាតាមគេជាដើមអ្នកប្រាជ្ញខ្លះអានបាលីក៏មិនត្រូវប្រែក៏មិនកើតជួនកាលអានបាលីផ្សេងប្រែផ្សឹងក៏មានប៉ុន្តែដោយសារតែគេពូកែធ្វើរឹកពីសំរុំនៅខាងមុខមហាជននិងចេះនិយាយពាក្យផ្អែមល្ហែមគេក៏ត្រូវបានមហាជនឲ្យឈ្មោះថាជាអ្នកប្រាជ្ញការលើកឡើងមកយ៉ាងនេះគ្មានគំនិតអាក្រក់ទេគ្រាន់តែចង់ដាស់តឿនអ្នកដែលតាំងចិត្តដឹកនាំផ្នែកព្រះពុទ្ធសាសនាទាំងឡាយឲ្យគិតសាកមើលហើយវិភាគនៅសំណួររបស់ខ្ញុំដូចតទៅតើហេតុអ្វីទើបចង់คลายខ្លួនជាអ្នកដឹកនាំគេដើម្បីឲ្យគេមានការយល់ដឹងនិងបានសេចក្តីសុខឬក៏ដើម្បីស្វែងរកលៀបសក្ការៈនិងកេរ្តិ៍ឈ្មោះខ្លួនឯងឬគ្រាន់តែដើម្បីចិញ្ចឹមជីវិតតើចំណេះដឹងរបស់យើងសមទៅនឹងការលើកដំកើងរបស់មហាជនហើយឬនៅបើមិនទាន់សមតើគួរសិក្សាបន្ថែមដែរឬទេបើដឹកនាំគេខុសតើធ្លាប់មានចិត្តស្ដាយក្រោយឬទេអាណិតបរិស័ទអ្នកដើរតាមខ្លះទេការដឹកនាំដែលទទួលបានលទ្ធផលល្អត្រូវប្រកបដោយហេតុពីរយ៉ាងដូចនេះគឺមានសមត្ថភាពពាក្យថាមានសមត្ថភាពគឺដៅយកចំណេះដឹងនិងទេពកោសល្យមានសិល្បៈវិធីល្អព្រមទាំងចេះគ្រប់គ្រងស្ថានភាពផ្សេងស្គាល់បុគ្គលស្គាល់កាលនិងមានសុខភាពល្អជាដើមមានឱកាសពាក្យថាមានឱកាសគឺពេលដែលមានអ្នកគាំទ្រមានគេគោរពជឿតាមមានអ្នកជួយទំនុកបម្រុងមិនមានឧបសគ្គធំដុំជាដើមព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាខណោមាវោឧបច្ឆគាខណៈកុំកន្លងនៅអ្នកឡើយគឺដាស់តឿនយើងមិនឲ្យលះបង់ចោលនៅខណៈឬឱកាសល្អនឹងឯងមានមនុស្សច្រើនណាស់ដែលប្រាថ្នាចង់ធ្វើប្រយោជន៍ដល់សង្គមជាតិប៉ុន្តែមិនបានសម្រេចដូចបំណងឡើយព្រោះថាជួនកាលមានឱកាសខ្វះសមត្ថភាពមានសមត្ថភាពខ្វះឱកាសម្យ៉ាងទៀតមានទាំងសមត្ថភាពនិងឱកាសល្អប៉ុន្តែខ្វះខាតសេចក្តីព្យាយាមម្ល៉េះហើយការងារដែលគួរតែសម្រេចបានក៏ត្រូវបរាជ័យដែរចុងក្រោយនៃបញ្ហានេះខ្ញុំគ្រាន់តែជួយផ្ដល់យោបល់ថាសូមកុំប្រញាប់คลายខ្លួនជាអ្នកព្រានប្រដៅគេពេកត្រូវរៀនសូត្រឲ្យបានច្រើនសិនទើបល្អគឺថាកុំចង់ទៅដល់កំពូលភ្នំមុនពេលទៅដល់ជើងភ្នំប៉ុន្តែបើបានคลายជាអ្នកដឹកនាំគេហើយត្រូវតែបន្តការងារនោះឲ្យបានល្អតទៅទៀតមិនត្រូវលះបង់ដោយគ្រាន់តែជួបឧបសគ្គបន្តិចបន្តួចឡើយហើយឆ្លៀតរៀនសូត្របន្ថែមឲ្យបានច្រើនកុំខំត្រដរទាំងភាពងងឹតងងល់
កុំយល់ថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយឲ្យសោះព្រោះអ្នកដឹកនាំត្រូវតែឈានមុខគេជានិច្ចអ្នកដើរតាមខ្វះការពិចារណានៅក្នុងសង្គមមនុស្សជាពិសេសសង្គមពុទ្ធបរិស័ទប្រមាណជាង 90% កើតមកជាអ្នកដើរតាមគេហើយភាគច្រើនតែងតែផ្ញើវាសនាលើអ្នកដឹកនាំគឺស្រេចតែអ្នកដឹកនាំប្រាប់យ៉ាងណាក៏ធ្វើយ៉ាងនោះដោយមិនខ្វល់អំពីហេតុផលថាតើការងារនោះខុសឬត្រូវឡើយដំណើរជីវិតរបស់សត្វលោកមិនខុសអំពីការធ្វើដំណើរតាមរថយន្តឬនាវានោះទេដោយអ្នកដឹកនាំប្រៀបដូចជាអ្នកបើកបរឯអ្នកធ្វើតាមប្រៀបដូចជាអ្នកជិះក្នុងនាវាឬរថយន្តនោះឯងបើអ្នកបើកបរមិនឆ្លៀសវៃមិនស្គាល់ផ្លូវវង្វេងផ្លូវឬថាស្គាល់ផ្លូវដែរតែធ្វេសប្រហែសភាពគ្រោះថ្នាក់មិនមែនធ្លាក់ទៅលើអ្នកបើកបរតែម្នាក់ទេអ្នកជិះក្នុងនាវាឬរថយន្តនោះក៏ដល់នៅសេចក្តីវិនាសដោយប្រកបប្រៀបដូចនាយឈ្មួញរទេះនិងកូនចៅរបស់ខ្លួនក្រុមទី1ដូច្នោះដែរអ្វីដែលបិទតែមនុស្សយើងមុននឹងចេះដឹងអ្វីមួយត្រូវតែមានគ្រូជាអ្នកបង្ហាត់បង្រៀនប៉ុន្តែខួរក្បាលនិងបញ្ញារបស់មនុស្សមិនមែនដូចគ្នានឹងម៉ាស៊ីនថតចម្លងឬវត្ថុសម្រាប់ផ្ទុកសម្ភារៈដែលគេដាក់ប៉ុណ្ណាបានត្រឹមប៉ុណ្ណោះទេគឺមានថាមពលនិងសមត្ថភាពច្រើនមិនអាចគណនាបានប្រសិនបើមនុស្សចេះប្រើប្រាស់វាឲ្យបានល្អសូមកុំដើរតាមគេដោយមិនខ្វល់ពីរឿងខុសត្រូវឲ្យសោះសូមប្រើប្រាស់ខួរក្បាលពិចារណាហេតុផលផងអ្នកដឹកនាំគេមិនគួរខ្នន់ខ្នេររេរកតែលៀបគួរគិតសុខទុក្ខគេជាដរាបទោះបាត់បងលៀបខ្លួនឯងក៏ហ៊ានអ្នកដឹកនាំគេគួរគិតរិះរេសាងកម្មកល្យានធ្វើគំរូល្អទុកជាលំអានឲ្យអ្នកត្រាប់បានសុខចិត្តសុខកាយអ្នកដើរតាមគេគួរគិតផងដែរគ្រប់រឿងទាំងឡាយមុននឹងធ្វើតាមគិតឲ្យវែងឆ្ងាយក្រែងមានអន្តរាយដល់ខ្លួនឯងដែរកំណាព្យនេះរៀបរៀងដោយព្រះភិក្ខុវជីរបញ្ញោសានសុជាព្រះបាទបាយាសៈនៅតែមិនព្រមលះបង់ទិដ្ឋិ3ដកព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមម្យ៉ាងដែរហើយប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះថាស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីដឹងច្បាស់នៅខ្ញុំថាព្រះបាទបាយាសៈរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់នៅទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាព្រះបាទបាយាសៈរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះរឿងបរោះទូលលាមកក្រៀម3ដកថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមាថ្វាយមហាបពិតពួកវិញ្ញូបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនាយមកមានបរោះម្នាក់ជាអ្នកចិញ្ចឹមជ្រូកបានចេញពីស្រុករបស់ខ្លួនទៅកាន់ស្រុកដទៃក៏បានឃើញលាមកក្រៀមច្រើនដែលគេចោលក្នុងទីនោះលុះបរោះនោះឃើញហើយមានសេចក្តីត្រេះរិះដូច្នេះថាគេចោលលាមកក្រៀមនេះច្រើនណាស់លាមកក្រៀមនេះត្រូវជាចំណីជ្រូកទាំងឡាយរបស់អាត្មាអញគួរតែអាត្មាអញយកលាមកក្រៀមពីទីនេះទៅបរោះនោះក៏លាសម្ពុតបងកហើយកើបលាមកក្រៀមជាច្រើនវិជ្ជាបង្វិចលើកទូលលើក្បាលហើយដើរទៅកាលបរោះនោះដើរទៅដល់ពាក់កណ្ដាលផ្លូវមហាមេឃក៏បង្អោភ្លៀងខុសកាលបរោះនោះប្រឡាក់លាមកដរាបដល់ចុងក្រចកក៏នៅតែទូលទ្រនូលលាមកដែលកំពុងហូរហៀធ្លាក់សស្រាក់ដើរទៅមនុស្សទាំងឡាយឃើញបរោះនោះហើយបាននិយាយយ៉ាងនេះថាណែវើយឯងជាមនុស្សឆ្កួតទេឬអ្វីឯងជាមនុស្សលលាឬអ្វីមិនសមបើឯងប្រឡាក់លាមកដល់ចុងក្រចកហើយនៅតែទូលទ្រនូលលាមកដែលកំពុងហូរហៀធ្លាក់សស្រាក់សោះឡើយបរោះនោះឆ្លើយថាណែវើយបណ្ដាយើងទាំងឡាយនោះ
អ្នករាល់គ្នាទេតើជាមនុស្សឆ្កួតអ្នករាល់គ្នាទេតើជាមនុស្សលលាបានជាអញថាដូច្នោះព្រោះថាលាមកនេះជាបាយជ្រូករបស់អញបបិទ្ធរាជញ្ញៈឯមហាបបិទ្ធទុកដូចជាបរោះអ្នកទូលត្រនូលលាមកយ៉ាងនោះដែរបបិទ្ធរាជញ្ញៈសូមមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញបបិទ្ធរាជញ្ញៈសូមមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏លាមកប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែងកុំបីមានដល់មហាបបិទ្ធឡើយយោបល់អ្នករៀបរៀងក្នុងនិទានខាងលើនេះច្រើនតែប៉ះត្រូវទៅលើអ្នកដឹកនាំក្នុងនាមជាគ្រូបាអាចារ្យគេទាំងក្រហមទាំងបព្វជិតក្នុងចំណោមអ្នកទាំងនោះភាគច្រើនមិនមែនជាមនុស្សល្ងីល្ងើមិនដឹងអ្វីខុសអ្វីត្រូវនោះទេប៉ុន្តែដោយភាពមានអ្នកចង់ឈ្នះអ្នកដទៃទុកណាជាដឹងថាអ្វីដែលគេកំពុងប្រព្រឹត្តជាអំពើមិនស្របតាមកម្មផលក៏ដោយគេនៅតែរក្សាទុកព្រមទាំងការពារមិនឲ្យអ្នកណាមកនិយាយរកហេតុផលក្នុងបញ្ហានោះទៀតផងដូច្នេះតើអ្នកណាទៅដែលអាចប្រោសមនុស្សបែបនេះបានដោយដែលគេធ្លាប់និយាយថាគ្មានអ្នកណាខ្វាក់ជាងមនុស្សដែលធ្វើមិនឃើញឡើយហើយក៏គ្មានអ្នកណាថ្លង់ជាងមនុស្សដែលធ្វើមិនឮដែរអ្នកខ្លះទៀតដែលមិនហ៊ានលះបង់នៅទម្លាប់ខុសរបស់គេមិនមែនមកពីភាពចង់ឈ្នះចាញ់ទេប៉ុន្តែដោយសារគេធ្លាប់ទទួលបាននៅលៀបសក្ការៈអំពីកម្មវិធីទាំងនោះគេក៏ថ្មិចភ្នែកធ្វើតទៅទៀតហាក់ដូចជាគ្មានរឿងអ្វីអីចឹងជនទាំងពីរពួកខាងលើនេះគឺជាមនុស្សកំសាកគ្មានសមត្ថភាពផ្ទាល់ខ្លួនព្រោះមិនហ៊ាននិយាយការពិតអាងតែទៅលើកម្មវិធីផ្សេងឬទម្លាប់ដែលធ្លាប់ឃើញគេធ្វើប៉ុណ្ណោះម្ល៉េះហើយមួយជីវិតរបស់គេធ្វើអ្វីតែងខ្លាចមុខខ្លាចក្រោយរស់នៅក្នុងភាពសង្ស័យរហូតដោយមិនដឹងថាតើខ្លួនឯងមានសមត្ថភាពប៉ុណ្ណាគួរឲ្យអាណិតណាស់ចំពោះមនុស្សដែលមានសមត្ថភាពពិតមិនចេះខ្លាចបាត់បង់អ្វីទាំងអស់ព្រោះសមត្ថភាពពិតប្រសូតចេញពីប្រាជ្ញាញាណរបស់គេដោយមិនចេះរីងស្ងួតទោះបីស្ថិតក្នុងកលៈទេសៈណាក៏ដោយវត្ថុគ្រប់យ៉ាងដូចជាលៀបយសទ្រព្យសម្បត្តិជាដើមមិនមែនជារបស់ផ្ដាច់មុខសម្រាប់តែនរណាម្នាក់ទេគឺជារបស់សាធារណៈតែងតែបានទៅលើអ្នកណាដែលមានសមត្ថភាពតាមភាសាធម៌ហៅថាអ្នកមានបុណ្យជំនឿផ្ដេសផ្ដាស់មានច្រើនដេដាស់ពាសពេញផែនដីជឿខ្មោចអារក្សជឿអ្នកតាព្រៃត្រង់ធម៌វិន័យបោះចោលទៅទេសាធុជនអើយល្មមភ្ញាក់ខ្លួនហើយកុំនៅធ្វេសធ្វេបើអ្នកភ្ញាក់ខ្លួនមិនហួសពេលទេព្រោះធម៌នៅក្បែរខ្លួនអ្នកបង្កើយកំណាព្យនេះរៀបរៀងដោយព្រះភិក្ខុវชิរបញ្ញោសានសុជាព្រះបាទបាយាសិនៅតែមិនព្រមលះបង់ទិដ្ឋិ3ដកព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមដែរហើយប៉ុន្តែខ្ញុំនៅតែមិនអាចលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីតែងជ្រាបនៅខ្ញុំថាស្ដេចបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាស្ដេចបាយាសិរាជញ្ញៈនេះហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះរឿងបរោះអ្នកលេងបាសកា3ដកថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិតពួកវិញ្ញូបរោះពួកខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនាយមកមានអ្នកលេងបាសកា2នាក់បានលេងល្បែងបាសកាអ្នកលេងបាសកាម្នាក់តែងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនអ្នកលេងបាសកាជាគម្រប់2បានឃើញនៅអ្នកលេងបាសកានោះកំពុងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួន
លោកឃើញហើយក៏និយាយនឹងអ្នកលេងបាសកានោះយ៉ាងនេះថាណែសម្លាញ់អ្នកឯងចេះតែឈ្នះយើងជាដរាបណែសម្លាញ់ចូលអ្នកឯងឲ្យបាសកាមកយើងចុះយើងនឹងធ្វើការបូជាសិនអ្នកលេងបាសកានោះនិយាយថាអើសម្លាញ់ហើយក៏បានប្រគល់បាសកាទាំងឡាយដល់អ្នកលេងបាសកាដែលសុំនោះគ្រានោះអ្នកលេងបាសកាដែលចាញ់នោះយកថ្នាំពឹសប្រឡាក់កូនបាសកាទាំងឡាយហើយនិយាយនឹងអ្នកលេងបាសកាវាចនោះយ៉ាងនេះថាណែសម្លាញ់អ្នកចូលមកយើងនឹងលេងបាសកាទៀតអ្នកលេងបាសកាវាចនោះទទួលពាក្យអ្នកលេងបាសកានោះថាអើសម្លាញ់អ្នកលេងបាសកាទាំងនោះបានលេងបាសកាលើកទី2ទៀតអ្នកលេងបាសកាវាចនោះនៅតែលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនក្នុងលើកទី2ទៀតអ្នកលេងបាសកាជាគម្រប់2បានឃើញអ្នកលេងបាសកាវាចនោះកំពុងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនក្នុងលើកទី2ទៀតលុះឃើញហើយក៏និយាយនឹងអ្នកលេងបាសកានោះយ៉ាងនេះថាបុរសអ្នកលេបនៅកូនបាសកាដែលគេលាបដោយថ្នាំពឹសដ៏ក្លៀវក្លាបំផុតក៏នៅតែមិនដឹងខ្លួនធម្មតាអ្នកលេងវាចអាក្រក់ជាអ្នកកំសត់តែងលេបកូនបាសកាសេចក្តីក្តៅក្រហាយនឹងមានដល់អ្នកឯងថ្វាយព្រះពររាជញ្ញៈមហាបពិតទុកដូចជាអ្នកលេងបាសកាយ៉ាងនោះដែរបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិអាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កលជាយូរអង្វែងកុំបីមានដល់មហាបពិតឡើយព្រះបាទបាយាសិនៅតែមិនព្រមលះបង់ទិដ្ឋិបៃដកព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមដែរហើយតែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញទេព្រោះស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីសឹងតែជ្រាបនៅខ្ញុំថាស្ដេចបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាស្ដេចបាយាសិរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំនឹងត្រឡប់កាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះរឿងសម្លាញ់2នាក់ទៅកាន់ជនបទ3ដកថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិតពួកវិញ្ញូបរោះពួកខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងងាយមកមានបរោះមួយនាក់នៅក្នុងជនបទគ្រានោះឯងបរោះជាសម្លាញ់បានបបួលបរោះជាសម្លាញ់ថាណែសម្លាញ់មកយើងនឹងទៅកាន់ជនបទនោះក្រែងជួនជាយើងបានទ្របបន្តិចបន្តួចក្នុងជនបទនោះបរោះជាសម្លាញ់បានទទួលពាក្យបរោះជាសម្លាញ់ថាអើសម្លាញ់បរោះទាំង2នាក់នោះបានចូលតម្រង់ទៅកាន់ស្រុកមួយដែលគេបោះបង់ចោលនៅក្នុងជនបទនោះក៏បានឃើញសម្បកថ្មីជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយក៏ប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់សម្បកថ្មីជាច្រើននេះគេចោលហើយណែសម្លាញ់បើដូច្នោះចូលឯងចងសម្បកថ្មីមួយបាច់ឯអញក៏ចងសម្បកថ្មីមួយបាច់ដែរយើងទាំង2នាក់នឹងនាំយកសម្បកថ្មីទៅបរោះជាសម្លាញ់ទទួលពាក្យបរោះជាសម្លាញ់ថាអើសម្លាញ់ហើយក៏ចងសម្បកថ្មីជាបាច់បរោះទាំង2នាក់នោះបាននាំយកបាច់សម្បកថ្មីដល់ចូលទៅកាន់ស្រុកមួយដែលគេចេញចោលក៏បានឃើញសរសៃថ្មីជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការសម្បកថ្មីដើម្បីប្រយោជន៍ដល់សរសៃថ្មីណាឥឡូវនេះសរសៃថ្មីនេះគេចោលកកោកស្រាប់ហើយណែសម្លាញ់បើដូច្នោះអ្នកឯងចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំក៏នឹងចោលបាច់សម្បកថ្មីដែរយើងទាំង2នាក់នឹងនាំយកបាច់សរសៃថ្មីនេះទៅវិញសម្លាញ់ម្នាក់និយាយថា
ណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបាននាំយកមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នោះគួរដល់ខ្ញុំហើយចូលអ្នកដឹងចុះលំដាប់នោះបរោះជាសម្លាញ់នោះចោលបាច់សម្បកថ្មីហើយកាន់យកបាច់សរសៃថ្មីវិញសម្លាញ់ទាំងពីរអ្នកនោះបានចូលទៅដល់ស្រុកមួយដែលគេចេញចោលក៏បានឃើញសម្ពុតដែលគេត្បាញពីសរសៃថ្មីជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការនៅសម្បកថ្មីក្តីសរសៃថ្មីក្តីដើម្បីប្រយោជន៍ដល់សម្ពុតថ្មីណាឥឡូវនេះសម្ពុតដែលគេត្បាញអំពីសរសៃថ្មីនេះគេចោលកកោកស្រាប់ហើយណែសម្លាញ់បើដូច្នោះអ្នកចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំនឹងចោលបាច់សរសៃថ្មីដែរយើងទាំងពីរនាក់នឹងយកផាប់សម្ពុតថ្មីនេះទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបាននាំមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នោះគួរដល់ខ្ញុំហើយចូលអ្នកដឹងចុះឯបរោះជាសម្លាញ់នោះក៏ចោលបាច់សរសៃថ្មីចេញហើយប្រមូលយកផាប់សម្ពុតដែលគេត្បាញពីសរសៃថ្មីវិញអ្នកទាំងពីរនោះបានចូលទៅដល់ស្រុកមួយទៀតដែលគេចេញចោលហើយបានឃើញសម្បកឈើជាច្រើនដែលគេចោលហើយក្នុងទីនោះឃើញសរសៃសម្បកឈើជាច្រើនដែលគេចោលហើយឃើញសម្ពុតសម្បកឈើជាច្រើនដែលគេចោលហើយឃើញកប្បាសជាច្រើនដែលគេចោលហើយឃើញសរសៃកប្បាសជាច្រើនដែលគេចោលហើយឃើញសម្ពុតធ្វើពីកប្បាសជាច្រើនដែលគេចោលហើយឃើញដែកជាច្រើនដែលគេចោលហើយឃើញទង់ដែងជាច្រើនដែលគេចោលហើយឃើញសំណប៉ាហាំងជាច្រើនដែលគេចោលហើយឃើញសំណភក់ជាច្រើនដែលគេចោលហើយឃើញប្រាក់ជាច្រើនដែលគេចោលហើយឃើញមាសជាច្រើនដែលគេចោលហើយលុះបរោះជាសម្លាញ់ម្នាក់ឃើញហើយក៏ប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការសម្បកថ្មីក្តីសរសៃថ្មីក្តីសម្ពុតដែលគេត្បាញពីសរសៃថ្មីក្តីសម្បកឈើក្តីសរសៃសម្បកឈើក្តីសម្ពុតសម្បកឈើក្តីកប្បាសក្តីសរសៃកប្បាសក្តីសម្ពុតដែលគេធ្វើពីសរសៃកប្បាសក្តីដែកក្តីទង់ដែងក្តីសំណប៉ាហាំងក្តីសំណភក់ក្តីប្រាក់ក្តីដើម្បីប្រយោជន៍ដល់មាសណាឥឡូវមាសនេះគេចោលកកោកស្រាប់ហើយណែសម្លាញ់បើដូច្នោះអ្នកចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំនឹងចោលបង្វិចប្រាក់ដែរយើងទាំងពីរនាក់នឹងយកបង្វិចមាសទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបាននាំយកមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នេះគួរដល់ខ្ញុំហើយអ្នកឯងចូលដឹងចុះលំដាប់នោះបុរសជាសម្លាញ់នោះចោលបង្វិចប្រាក់ចេញហើយយកបង្វិចមាសទៅបុរសទាំងពីរនាក់នោះបានវិលចូលទៅដល់ស្រុករបស់ខ្លួនវិញបណ្ដាបុរសទាំងពីរនាក់នោះបុរសជាសម្លាញ់ណាដែលនាំយកបាច់សម្បកថ្មីទៅមេដាបៃតារបស់បុរសជាសម្លាញ់នោះមិនត្រេកអរសោះទាំងបុត្រភរិយាក៏មិនត្រេកអរទាំងពួកមិត្តអាមាត្យក៏មិនត្រេកអរបុរសនោះត្រឡប់ជាមិនបានសេចក្តីសុខសោមនស្សព្រោះតែសម្បកថ្មីនោះជាហេតុចំណែកឯបុរសជាសម្លាញ់ណាបាននាំយកបង្វិចមាសទៅមេដាបៃតារបស់បុរសជាសម្លាញ់នោះក៏ត្រេកអរទាំងបុត្រភរិយាក៏ត្រេកអរទាំងពួកមិត្តអាមាត្យក៏ត្រេកអរបុរសនោះក៏បានសេចក្តីសុខសោមនស្សព្រោះមាសនោះជាហេតុបពិតរាជញ្ញៈមហាបពិតក៏ប្រហែលដូចជាបុរសអ្នកស្ពាយសម្បកថ្មីយ៉ាងនោះឯងបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏អាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែងកុំបីមានដល់ព្រះអង្គឡើយយោបល់អ្នករៀបរៀងនេះជាបញ្ហាចុងក្រោយហើយដែលព្រះបាទបាយាសិធ្វើជាជំទាស់នឹងការពន្យល់របស់ព្រះកុមារកាសបៈដើម្បីស្ដាប់នៅបដិភាណរបស់លោកហើយការលើកឧទាហរណ៍ចុងក្រោយរបស់ព្រះកុមារកាសបៈនេះក៏ជាបញ្ហាដែលខ្ញុំចូលចិត្តជាងគេដែរព្រោះជាឧទាហរណ៍ល្អគួរដល់ការពិចារណារបស់មនុស្សគ្រប់គ្នានៅក្នុងសង្គមនៃអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរច្រើនជំនាន់មកហើយអ្នកប្រកាន់បុរាណនិងសម័យតែងតែជជែកគ្នាមិនត្រូវ
ហាក់ដូចជាមានរបស់ពីរផ្សេងគ្នាអីចឹងដើម្បីបំភ្លឺនៅបញ្ហានេះសូមមិត្តអ្នកអានសិក្សាប្រៀបធៀបនៅពាក្យទាំងពីរនេះជាមួយនឹងខ្ញុំដូចតទៅបុរាណជាគុណនាមប្រែថាចាស់ដែលកើតមានមុនដែលមានយូរហើយដែលធ្លាប់មានពីព្រេងនាយការពន្យល់ពាក្យបុរាណដកស្រង់ចាកវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជគណៈមហានិកាយជួនណាតជោទញ្ញាណោប្រើជានាមក៏បានដូចជាកាលពីបុរាណពីដើមលក្ខស័ព្ទនេះច្រើនប្រើជាបទសមាសៈភ្ជាប់នឹងនាមស័ព្ទឯទៀតដូចជាបុរាណកាលកាលឬគ្រាពីដើមកាលពីព្រេងនាយបុរាណពិធីឬបុរាណពិធីគឺជាបែបបទពីព្រេងនាយបុរាណភ័ណ្ឌគឺរបស់ចាស់ទ្រព្យចាស់បុរាណកាលបុរាណសម័យជានាមប្រែថាកាលពេលឬវេលាគ្រារដូវវេលាដែលស្រួលវេលាដែលត្រូវទំនងឱកាសលទ្ធិកតិទំនៀមទម្លាប់វិធីបែបប្រើគ្រឿងសង្កេតសញ្ញាពាក្យព្រានប្រដៅមុខការហេតុការគោលចរិតពាក្យពន្យល់នៅពាក្យបុរាណនិងសម័យដកស្រង់ចាកវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជគណៈមហានិកាយជួនណាតជោទញ្ញាណោខ្ញុំសូមសរុបសេចក្តីមកវិញថាអ្វីក៏ដោយឲ្យតែធ្លាប់មានក្នុងគ្រាមុនហៅថាបុរាណទាំងអស់មិនចំពោះតែរឿងល្អទេសូម្បីរឿងអាក្រក់ទាំងឡាយដែលធ្លាប់កើតមានក៏ចាត់ចូលផងដែរចំណែកសម័យគឺជាពេលវេលាដែលតែងតែប្រព្រឹត្តទៅមិនកំណត់ថាជាពេលបច្ចុប្បន្នឬក៏ពេលដែលកន្លងទៅនោះទេគឺអាស្រ័យទៅលើអ្នកប្រើបើអ្នកប្រើនិយាយសំដៅគ្រាដែលកន្លងទៅគេអាចនិយាយបានថាសម័យមុនឬសម័យបុរាណបើអ្នកប្រើនិយាយសំដៅពេលបច្ចុប្បន្នគេអាចនិយាយបានថាសម័យនេះសម័យសពថ្ងៃឬសម័យបច្ចុប្បន្នដូច្នេះសូមកុំជាប់នឹងបុរាណហើយកុំឆ្លក់នឹងសម័យតាមការយល់ខុសរបស់ខ្លួនឲ្យសោះក្នុងន័យនេះខ្ញុំសូមលើកឡើងជាសំណួរនិងចម្លើយដើម្បីងាយស្រួលក្នុងការវិភាគដូចតទៅសំណួរតើមនុស្សសម័យបុរាណសុទ្ធតែជាមនុស្សល្អឬចម្លើយមិនមែនទេតាមគម្ពីរដីកាក្តីតាមការនិទានតគ្នាក្តីយើងសុទ្ធតែធ្លាប់បានដឹងថាមានមនុស្សអាក្រក់ច្រើនណាស់ដូចជាព្រះទេវទត្តនាងចេញចាកោកាលិកភិក្ខុនាងសុន្ទរីព្រះបាទសុពពុទ្ធបើតាមប្រវត្តិសាស្ត្រខ្មែរដូចជាមនុស្សសម័យលង្វែកព្រោះតែលោភលន់ចង់បានប្រាក់ដួងរបស់សៀមបានធ្វើឲ្យស្រុកទេសក្រឡាប់ចាក់សម័យប៉ុលពតដោយមហិច្ឆតាគ្មានព្រំដែនចង់យកមេឃទ្របអង្គុយរបស់ថ្នាក់ដឹកនាំបានធ្វើឲ្យឋានមនុស្សស្ទើរតែដូចឋានប្រេតទៅហើយមនុស្សទាំងនោះសុទ្ធតែត្រូវបានអ្នកប្រវត្តិសាស្ត្រចារទុកថាជាមនុស្សអាក្រក់ដែលកុលបុត្រជំនាន់ក្រោយមិនគួរយកតម្រាប់តាមសំណួរតើមនុស្សកាលពីបុរាណសុទ្ធតែជាមនុស្សអាក្រក់ឬចម្លើយមិនមែនទេតាមគម្ពីរជាដកផ្សេងតែងតែលើកយករឿងអតីតកាលរបស់នរណាម្នាក់មកជាគ្រឿងអាងដូចជាព្រះសុវណ្ណសាមព្រះមហោសុតព្រះបាទវេស្សន្តរជាដើមក្នុងពុទ្ធសម័យមានអរិយសាវកអរិយសាវិកាជាច្រើនហើយដែលពិសេសបំផុតគឺព្រះសម្មាសម្ពុទ្ធបើតាមប្រវត្តិសាស្ត្រខ្មែរផ្នែកអាណាចក្រដូចជាព្រះបាទជ័យវរ្ម័នទី7រហូតមកដល់ព្រះបាទអង្គឌួងផ្នែកពុទ្ធចក្រចាប់តាំងពីការនាំចូលនៅព្រះពុទ្ធសាសនាដោយព្រះសោណថេរៈនិងព្រះឧត្តរថេរៈមានវីរៈបុព្វជិតច្រើនរាប់មិនអស់រហូតមកដល់សម័យកាលនៃការប្រែគម្ពីរព្រះត្រៃបិដកដោយក្រុមជំនុំបុរាណបណ្ឌិតខ្មែរមានសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតជាដើមលោកអ្នកសប្បុរសទាំងនោះសុទ្ធតែជាមនុស្សសម័យបុរាណបានបន្សល់ទុកនៅស្នាដៃដ៏ច្រើនដែលមនុស្សសម័យថ្មីមិនអាចបំភ្លេចបានសំណួរតើទំនៀមទម្លាប់បុរាណសុទ្ធតែល្អឬចម្លើយមិនមែនទេដើម្បីឆ្លុះបញ្ចាំងក្នុងបញ្ហានេះខ្ញុំសូមលើកយកនៅទម្លាប់មិនល្អខ្លះមកពិចារណាដោយខាងក្រោមបានឮមកថាកាលពីបុរាណមុននឹងធ្វើដំណើរទៅកាន់ទីណាមួយគេតែងតែឈរបែរមុខទៅទិសខាងកើតហើយយកដៃបិទរន្ធច្រមុះម្ដងម្ខាងហើយដកដង្ហើមសាកមើល
បើច្រមុះខាងឆ្វេងធូរជាងត្រូវដើរទៅទិសខាងជើងបើច្រមុះខាងស្ដាំធូរជាងត្រូវដើរទៅទិសខាងត្បូងនេះគេហៅថាស្វែងរកដង្ហើមរស់ត្រង់បញ្ហានេះខ្ញុំសូមចោទជាសំណួរថាបើយើងមានការងារសំខាន់នៅទិសខាងត្បូងស្រាប់តែច្រមុះខាងឆ្វេងធូរជាងតើយើងត្រូវតែដើរទៅទិសខាងជើងតាមដង្ហើមរស់នោះឬបើដូច្នោះមែនចុះការងារសំខាន់នៅទិសខាងត្បូងនឹងទៅជាយ៉ាងណាធ្លាប់ឮមកថាកាលពីដើមគេហាមមិនឲ្យសង់ផ្ទះបែរមុខទៅទិសខាងលិចទេចង់សួរថាចុះបើដីភូមិស្ថិតនៅខាងកើតផ្លូវហើយសង់ផ្ទះបែរខ្នងដាក់ថ្នល់ជួនជាចង់រកស៊ីលក់ដូរនឹងគេធ្វើដូចម្ដេចទៅពិតជាគ្មាននរណាចូលទៅទិញទេព្រោះក្រោយផ្ទះភាគច្រើនស្អុយតែអាចជ្រូកសំណួរតើទំនៀមទម្លាប់បុរាណសុទ្ធតែអាក្រក់ឬចម្លើយមិនមែនដូច្នោះទេជាតិសាសន៍ទាំងអស់បើគ្មានទំនៀមទម្លាប់ប្រពៃណីបុរាណរបស់ខ្លួនជាភ័ស្តុតាងទេក៏មិនអាចសន្មតថាជាជនជាតិអ្វីបានហើយទំនៀមទម្លាប់នៃជនជាតិនីមួយៗតែងតែផ្សារភ្ជាប់ទៅនឹងសាសនាដែលគេគោរពបូជាជានិច្ចនៅក្នុងប្រទេសកម្ពុជាយើងបានគោរពបូជាព្រះពុទ្ធសាសនារាប់ពាន់ឆ្នាំមកហើយវប្បធម៌ប្រពៃណីស្ទើរតែទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងកម្មវិធីក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យចូលឆ្នាំខ្មែរបុណ្យភ្ជុំបិណ្ឌបុណ្យវិសាខបូជាបុណ្យមាឃបូជាបុណ្យសំពះព្រះខែបុណ្យកតញ្ញូបុណ្យរំលឹកខួបផ្សេងៗបុណ្យពុទ្ធាពិសេសការចេះសំពះគោរពឱនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យគោរពមាតាបិតាលោកគ្រូអ្នកគ្រូត្រកូលរៀមច្បងចូលវត្តអារាមឬពេលជួបនឹងព្រះសង្ឃចេះដោះមួកប៉ុណ្ណេះជាដើមសុទ្ធតែជាទម្លាប់ល្អដែលគួរតែនាំគ្នាថែរក្សាតទៅទៀតទំនៀមទម្លាប់ដ៏ល្អរបស់បុព្វបុរសយើងមួយចំនួនបានคล้ายទៅជាជំនឿដែលប្រសិទ្ធៈហេតុផលព្រោះតែមនុស្សសម័យក្រោយមិនព្រមសិក្សាឆ្វេងយល់ហើយចេះតែជឿតគ្នាដូចជាវេលាមានមនុស្សស្លាប់គេតែងតែយកប្រាក់កាក់ទៅដាក់នៅក្នុងមាត់ដើម្បីបង្ហាញពួកមនុស្សដែលកំពុងមានជីវិតថាសូមមនុស្សទាំងឡាយមើលចុះសូម្បីតែប្រាក់មួយកាក់ក៏យកទៅមិនបានផងដូច្នេះចូលអ្នកទាំងឡាយរូតរះសន្សំស្បៀងគឺបុណ្យកុសលព្រមទាំងតែងបត់ស្មូតសូត្រប្រាប់ថាសូម្បីតែលុយនិងប្រាក់កាក់ដែលគេបោះដាក់ទៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរាយរដ្ឋលើធរណីប៉ុន្តែមនុស្សសម័យថ្មីនេះយល់ច្រឡំថាលុយនោះគេដាក់ឲ្យខ្មោចយកទៅចាយតាមផ្លូវទៅវិញសួរថាតើយកទៅចាយនៅកន្លែងណាតើក្នុងអបាយភូមិមានផ្សារនៅកន្លែងណានរណាជាអ្នកលក់គួរឲ្យស្ដាយគំនិតចាស់ទុំរបស់យើងពន់ពេកណាស់ចំណុចនេះទោះជានិយាយដល់ណាក៏មិនចប់ដែរប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ជាយោបល់ថាក្រោយពេលដែលបានពិចារណាដោយបញ្ញាយ៉ាងល្អិតល្អន់ហើយបើឃើញទំនៀមទម្លាប់ណាមិនល្អមិនជាប្រយោជន៍មិននាំទៅរកភាពរុងរឿងរីកចម្រើនដល់ខ្លួនឯងនិងអ្នកដទៃគួរតែលះបង់ចោលបើឃើញទំនៀមទម្លាប់ណាដែលមានហេតុផលមិនប្រសិទ្ធៈច្បាប់កម្មផលនិងមានប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃគួរតែរក្សាទុកនិងកែច្នៃឲ្យកាន់តែល្អឲ្យស័ក្តិសមទៅនឹងសម័យទំនើបចំពោះមនុស្សសម័យថ្មីឬអ្វីៗគ្រប់យ៉ាងដែលគេទើបតែបង្កើតឡើងនាពេលបច្ចុប្បន្ននេះក៏មានលក្ខណៈល្អនិងអាក្រក់ជាធម្មតាចំណុចនេះខ្ញុំសូមមិនបកស្រាយទេព្រោះជាបញ្ហាដែលយើងអាចមើលឃើញស្ដាប់ឮទាំងអស់គ្នាសូមលោកអ្នកជួយពិនិត្យពិចារណាមើលផងចុះព្រះបាទបាយាសិទ្រង់ដល់នៅសរណគម3ដកព្រះបាទបាយាសិរាជញ្ញៈមានបន្ទូលថាខ្ញុំមានចិត្តត្រេកអរជ្រះថ្លាហើយដោយសារសេចក្តីឧបមារបស់ព្រះកស្សបៈដ៏ចម្រើនតាំងពីដំបូងមកម្ល៉េះប៉ុន្តែខ្ញុំចង់ស្ដាប់បញ្ហាបដិភាណដ៏វិចិត្រនេះទៀតបានជាខ្ញុំធ្វើជាប្រកាន់ឆ្វេងឲ្យទាស់ខុសគ្នានឹងព្រះកស្សបៈដ៏ចម្រើនយ៉ាងនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនភាសិតរបស់លោកម្ចាស់ពីរោះណាស់បបិទ្ធព្រះកស្សបៈដ៏ចម្រើនភាសិតរបស់លោកម្ចាស់ពីរោះណាស់បបិទ្ធព្រះកស្សបៈដ៏ចម្រើនធម៌ដែលព្រះកស្សបៈបានសម្ដែងដោយអនេកបរិយាយយ៉ាងនេះភ្លឺច្បាស់ណាស់គួរនាដូចជាគេផ្ងារបស់ដែលផ្កាប់ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង
ឬក៏ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិសពុំនោះសោតដូចជាមនុស្សកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹតដោយគិតថាពួកមនុស្សមានចក្ខុនឹងមើលឃើញនៅរូបទាំងឡាយបានបបិទ្ធព្រះកស្សបៈដ៏ចម្រើនខ្ញុំនេះសូមដល់នៅព្រះគោដមដ៏មានព្រះភិក្ខផងព្រះធម៌ផងព្រះសង្ឃផងជាទីពឹងទីរលឹកចាប់ដើមតាំងអំពីថ្ងៃនេះទៅសូមព្រះកស្សបៈដ៏ចម្រើនចាំទុកនៅខ្ញុំព្រះករុណាថាជាឧបាសកដល់នៅសរណៈស្មើដោយជីវិតបបិទ្ធព្រះកស្សបៈដ៏ចម្រើនមិនតែប៉ុណ្ណោះទេខ្ញុំត្រូវការនឹងបូជាមហាយញ្ញសូមព្រះកស្សបៈដ៏ចម្រើនព្រានប្រដៅខ្ញុំផងដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខអស់កាលជាយូរអង្វែងដល់ខ្ញុំការបូជាមានផលតិចនិងមានផលច្រើន3ដកថ្វាយព្រះពររាជញ្ញៈពួកមនុស្សសម្លាប់គោទាំងឡាយក្តីសម្លាប់ពពែនិងជៀមទាំងឡាយក្តីសម្លាប់មាន់និងជ្រូកទាំងឡាយក្តីពួកសត្វមានជីវិតផ្សេងដល់នៅសេចក្តីវិនាសក្តីទាំងបដិគាហកៈអ្នកទទួលក៏ជាអ្នកយល់ឃើញខុសមានសេចក្តីត្រេះរិះខុសមានវាចាខុសមានការងារខុសមានការចិញ្ចឹមជីវិតខុសមានសេចក្តីព្យាយាមខុសមានសតិខុសមានសមាធិខុសក្នុងយញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញវិធីមានសភាពយ៉ាងនោះឯងមិនមានផលច្រើនទេមិនមានអានិសង្សច្រើនទេមិនមានសេចក្តីរុងរឿងធំដុំទេមិនមានគុណផ្សាយទៅច្រើនទេបបិទ្ធរាជញ្ញៈប្រៀបដូចអ្នកភ្ជួរនាំយកពូជនិងនង្គ័លចូលទៅព្រៃអ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយស្អុយត្រូវខ្យល់និងកម្ដៅថ្ងៃបៀតបៀនជាពូជមិនបានដាក់គ្រាប់មិនបានហាលឲ្យស្ងួតទៅព្រោះក្នុងស្រែមិនល្អនោះមានទីមិនស្មើមិនបានកោះរំលើងនៅដង្គត់និងបន្លាចេញទាំងភ្លៀងសោតក៏មិនបង្អោនៅធាទឹកដោយល្អតាមកាលដ៏គួរចុះពូជទាំងឡាយនោះនឹងដល់នៅសេចក្តីចម្រើនលូតលាស់ដុះដាលល្អឡើងបានដែរឬទេអ្នកភ្ជួរសោតត្រូវបានផលបរិបូរណ៍ដែរឬទេបបិទ្ធព្រះកស្សបៈដ៏ចម្រើនការនេះនឹងប្រព្រឹត្តទៅយ៉ាងនោះមិនបានទេថ្វាយព្រះពររាជញ្ញៈពួកមនុស្សសម្លាប់គោទាំងឡាយក្តីសម្លាប់ពពែនិងជៀមក្តីលៈមានសមាធិខុសក្នុងយញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញវិធីមានសភាពយ៉ាងនោះឯងមិនមានផលច្រើនទេមិនមានអានិសង្សច្រើនទេមិនមានសេចក្តីរុងរឿងធំដុំទេជាយញ្ញវិធីមិនមានគុណផ្សាយទៅច្រើនទេបបិទ្ធរាជញ្ញៈប្រសិនបើពួកជនមិនសម្លាប់គោទាំងឡាយមិនសម្លាប់ពពែនិងជៀមទាំងឡាយមិនសម្លាប់មាន់និងជ្រូកទាំងឡាយពួកសត្វមានជីវិតផ្សេងមិនដល់នៅសេចក្តីវិនាសទាំងពួកបដិគាហកសោតក៏មានសេចក្តីយល់ត្រូវមានសេចក្តីត្រេះរិះត្រូវមានវាចាត្រូវមានការងារត្រូវមានការចិញ្ចឹមជីវិតត្រូវមានសេចក្តីព្យាយាមត្រូវមានសតិត្រូវមានសមាធិត្រូវក្នុងយញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញវិធីមានសភាពយ៉ាងនោះឯងទើបមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងធំដុំជាយញ្ញវិធីមានគុណផ្សាយទៅច្រើនបបិទ្ធរាជញ្ញៈប្រៀបដូចជាអ្នកភ្ជួរនាំយកពូជនិងនង្គ័លចូលទៅព្រៃអ្នកនោះយកពូជទាំងឡាយដែលមិនបែកធ្លាយមិនស្អុយមិនត្រូវខ្យល់និងកម្ដៅថ្ងៃបៀតបៀនជាពូជដាក់គ្រាប់គេហាលស្ងួតលៈទាំងភ្លៀងក៏បង្អោនៅធាទឹកដោយល្អតាមកាលគួរចុះពូជទាំងឡាយនោះនឹងដល់នៅសេចក្តីចម្រើនឡើងលូតលាស់ដុះដាលបានឬទេទាំងអ្នកភ្ជួរសោតត្រូវបានផលបរិបូរណ៍ដែរឬទេបបិទ្ធព្រះកស្សបៈដ៏ចម្រើនការនេះប្រព្រឹត្តទៅយ៉ាងនោះបានថ្វាយព្រះពររាជញ្ញៈសេចក្តីនេះមានឧបមាដោយពួកជនមិនសម្លាប់គោទាំងឡាយមិនសម្លាប់ពពែនិងជៀមទាំងឡាយលៈមានសមាធិត្រូវក្នុងយញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញវិធីមានសភាពយ៉ាងនោះឯងទើបមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងធំដុំជាយញ្ញវិធីមានគុណផ្សាយទៅច្រើនឧត្តរមានុបប្រាថ្នាមិនឲ្យជួបព្រះបាទបាយាសិ3ដកគ្រានោះឯងស្ដេចបាយាសិរាជញ្ញៈបានផ្ដើមតម្កល់ទានចំពោះសមណព្រាហ្មណ៍មនុស្សកំសត់អ្នកដើរផ្លូវអ្នកពរនីគុណនិងយាចកទាំងឡាយ
ក្នុងទាននោះឯងស្ដេចបាយាសិរាជញ្ញៈតែងឲ្យភោជនមានសភាពយ៉ាងនេះគឺបាយចុងអង្ករមានជ្រក់ជាគម្រប់2និងសាច់សំពត់ក៏ក្រៀតមានជាយដ៏ក្រាស់ឯក្នុងការឲ្យនោះមានមាណពម្នាក់ឈ្មោះឧត្តរៈជាអ្នកចាត់ចែងទានឧត្តរៈមាណពនោះឲ្យទានហើយឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះសូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយស្ដេចបាយាសិរាជញ្ញៈបានឮដំណឹងថាឧត្តរៈមាណពឲ្យទានហើយក៏ឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំជួបនឹងស្ដេចបាយាសិរាជញ្ញៈតែក្នុងលោកនេះសូមកុំឲ្យជួបក្នុងលោកខាងមុខឡើយទើបព្រះបាទបាយាសិរាជញ្ញៈត្រាស់ឲ្យហៅឧត្តរៈមាណពមកហើយមានព្រះអង្គការយ៉ាងនេះថាណែបាឧត្តរៈឮថាអ្នកឯងឲ្យទានទាំងពួងហើយតែងឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរាជញ្ញៈតែក្នុងលោកនេះសូមកុំឲ្យជួបក្នុងលោកខាងមុខឡើយដូច្នេះមែនឬឧត្តរៈមាណពក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះករុណាវិសេសព្រះបាទបាយាសិរាជញ្ញៈមានព្រះអង្គការសួរថាណែបាឧត្តរៈហេតុអ្វីក៏អ្នកឲ្យទានហើយឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះលៈសូមកុំឲ្យជួបទៅក្នុងលោកខាងមុខឡើយដូច្នេះណែបាឧត្តរៈយើងមានសេចក្តីត្រូវការដោយបុណ្យមានសេចក្តីសង្ឃឹមយកផលរបស់ទានប៉ុណ្ណោះដោយពិតឧត្តរៈមាណពក្រាបទូលថាខ្ញុំព្រះអង្គតែងឲ្យភោជនមានសភាពយ៉ាងនេះក្នុងទានរបស់ព្រះអង្គនោះឯងគឺបាយចុងអង្ករមានជ្រក់ជាគម្រប់2សូម្បីតែព្រះអង្គក៏មិនសពព្រះហឫទ័យប៉ះពាល់ដោយព្រះបាទផងតើនឹងសោយដូចម្ដេចកើតមួយទៀតសំពត់មានសាច់កក្រៀតមានជាយដ៏ក្រាស់សូម្បីតែព្រះអង្គក៏មិនសពព្រះហឫទ័យប៉ះពាល់ដោយព្រះបាទផងតើនឹងទ្រង់ដូចម្ដេចកើតចំណែកខាងព្រះអង្គជាទីស្រឡាញ់ជាទីពេញចិត្តរបស់ខ្ញុំព្រះអង្គតែខ្ញុំព្រះអង្គនឹងយករបស់ជាទីស្រឡាញ់ជាទីពេញចិត្តទៅលាយចម្រុះដោយវត្ថុមិនជាទីគាប់ចិត្តដូចម្ដេចបានព្រះបាទបាយាសិរាជញ្ញៈមានព្រះអង្គការថាមនាលបាឧត្តរៈបើដូច្នោះយើងធ្លាប់បរិភោគភោជនយ៉ាងណាចូលអ្នកឯងតាក់តែងភោជនយ៉ាងនោះចុះមួយទៀតយើងធ្លាប់ស្លៀកដណ្ដប់សម្ពុតយ៉ាងណាចូលអ្នកឯងតាក់តែងសម្ពុតយ៉ាងនោះចុះឧត្តរៈមាណពទទួលព្រះអង្គការនៃព្រះបាទបាយាសិរាជញ្ញៈថាព្រះករុណាវិសេសហើយក៏តាក់តែងភោជនដូចជាភោជនដែលស្ដេចបាយាសិរាជញ្ញៈតែងសោយមួយទៀតតាក់តែងសម្ពុតដូចជាព្រះពស្ត្រដែលស្ដេចបាយាសិរាជញ្ញៈតែងទ្រង់គតិរបស់អ្នកទាំងពីរក្រោយពេលលាចាកលោក3ដកគ្រានោះឯងព្រះបាទបាយាសិរាជញ្ញៈឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយព្រះហស្ថព្រះអង្គឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយការបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពក៏ចូលទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុមមហារាជិកៈក្នុងសេរីសកវិមានជាវិមានស្ងាត់សូន្យតែឯងចំណែកខាងឧត្តរមាណពជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរាជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយផ្ចិតផ្ចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជាន់តាវតឹងរឿងព្រះកវមបតិ3ដកជួនសម័យនោះឯងព្រះកវមបតិដ៏មានអាយុនិមន្តទៅកាន់សេរីសកវិមានដែលជាវិមានស្ងាត់ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃតែរឿយៗអត្ថកថាបានឮមកថាព្រះថេរៈនោះកាលពីបុព្វជាតិកើតជាមនុស្សជាប្រធានក្មេងអ្នកកងវិលគោបានបោសច្រាសនិងរយរាយដីខ្សាច់ទុកក្រោមម្លប់ដើមជ្រេះដ៏ធំបាននិមន្តព្រះថេរៈមួយអង្គអ្នកមានសមាទាននៅបណ្ឌិបាតកង្គទុដងឲ្យគង់ក្រោមម្លប់ដើមជ្រេះហើយប្រគេននៅអាហារដែលខ្លួនបានមកក្រោយពេលធ្វើមរណកាលបានកើតជាទេវបុត្រក្នុងសេរីសកវិមានដោយអានុភាពនៃបុណ្យនោះឯងដើមជ្រេះតាំងនៅជិតទ្វារនៃសេរីសកវិមាន50ឆ្នាំទើបចេញផ្លែស្រាប់តែទេវបុត្រនោះកើតសេចក្តីសង្វេគក្នុងចិត្តថា
ពេលវេលាកន្លងទៅអស់50ឆ្នាំហើយគ្រាតមកទេវបុត្រនោះក៏ចុតិហើយកើតជាមនុស្សក្នុងសម័យនៃព្រះមានព្រះភិក្ខជាម្ចាស់នៃយើងស្ដាប់ធម៌ទេសនារបស់ព្រះសាស្តាក៏បានសម្រេចនៅព្រះអរហន្តប៉ុន្តែដោយអំណាចនៃការធ្លាប់កើតជាទេវបុត្រនៅក្នុងសេរីសកវិមានព្រះថេរៈក៏និមន្តទៅកាន់ទីនោះដើម្បីនៅសម្រាកក្នុងវេលាថ្ងៃតែរឿយៗបាយាសិទេវបុត្រផ្ដាំផ្ញើទៅពពួកញាតិនៅខាងក្រោយ3ដកគ្រានោះឯងបាយាសិទេវបុត្រក៏បានចូលទៅរកព្រះកវមបតិដ៏មានអាយុលុះចូលទៅដល់ហើយបានថ្វាយបង្គំព្រះកវមបតិដ៏មានអាយុហើយស្ថិតនៅក្នុងទីដ៏សមគួរលុះបាយាសិទេវបុត្រស្ថិតនៅក្នុងទីដ៏សមគួរហើយព្រះកវមបតិដ៏មានអាយុបានសួរដូច្នេះថាមនាលអ្នកដ៏មានអាយុអ្នកជាអ្វីបាយាសិទេវបុត្រតបថាបបិទ្ធលោកដ៏ចម្រើនខ្ញុំជាស្ដេចបាយាសិរាជញ្ញៈព្រះកវមបតិសួរថាមនាលអ្នកដ៏មានអាយុក្រែងអ្នកធ្លាប់យល់ឃើញយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះដូច្នេះឬបបិទ្ធលោកដ៏ចម្រើនខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះពិតមែនតែជួនគ្រោះល្អបានលោកម្ចាស់ព្រះនាមកុមារកស្សបៈដោះខ្ញុំឲ្យរួចចាកទិដ្ឋិអាក្រក់នោះហើយណែអ្នកដ៏មានអាយុចុះចំណែកឧត្តរមាណពជាអ្នកចាត់ចែងក្នុងទានរបស់អ្នកនោះតើទៅកើតក្នុងទីណាបបិទ្ធលោកដ៏ចម្រើនឧត្តរមាណពដែលជាអ្នកខ្វល់ខ្វាយក្នុងទានរបស់ខ្ញុំបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយផ្ចិតផ្ចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោកជាមួយពួកទេវតាជាន់តាវតឹងបបិទ្ធលោកដ៏ចម្រើនចំណែកខាងខ្ញុំឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយដៃខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពមកក៏បានមកកើតក្នុងសេរីសកវិមានជាវិមានស្ងាត់ជាមួយនឹងពួកទេវតាក្នុងជាន់ចាតុមមហារាជិកៈបបិទ្ធព្រះកវមបតិដ៏ចម្រើនបើដូច្នោះដល់លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញសូមប្រាប់អស់ទាំងពួកមនុស្សយ៉ាងនេះថាអ្នកទាំងឡាយចូលឲ្យទានដោយគោរពចូលឲ្យទានដោយដៃខ្លួនឯងចូលឲ្យទានដោយផ្ចិតផ្ចង់ចូលឲ្យទានដោយមិនបោះឲ្យត្បិតស្ដេចបាយាសិរាជញ្ញៈឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយដៃខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ជាមួយនឹងពួកទេវតាជាន់ចាតុមមហារាជិកៈទៅហើយចំណែកឯឧត្តរមាណពជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរាជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយផ្ចិតផ្ចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជាន់តាវតឹងទៅហើយគ្រានោះឯងព្រះកវមបតិដ៏មានអាយុត្រឡប់មកមនុស្សលោកវិញហើយបានប្រាប់អស់ទាំងពួកមនុស្សយ៉ាងនេះថាអ្នកទាំងឡាយចូលឲ្យទានដោយគោរពចូលឲ្យទានដោយដៃខ្លួនឯងចូលឲ្យទានដោយផ្ចិតផ្ចង់ចូលឲ្យទានដោយមិនបោះឲ្យត្បិតស្ដេចបាយាសិរាជញ្ញៈបានឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយដៃខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ជាមួយនឹងពួកទេវតាជាន់ចាតុមមហារាជិកៈទៅហើយចំណែកខាងឧត្តរមាណពជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរាជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយផ្ចិតផ្ចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងឋានសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជាន់តាវតឹងទៅហើយសៀវភៅតើជាតិក្រោយមានឬទេដែលរៀបរៀងដោយព្រះភិក្ខុវជីរបញ្ញោសានសុជាចប់តែប៉ុណ្ណេះ
ជានីតិកំណាព្យដែលរៀបរៀងដោយឧបាសិកាអោមលក្ខណាកំណាព្យទី1ឈ្មោះថាផែនដីមិនលំអៀងទឹកដូងទឹកត្នោតទឹកអំពៅរសផ្អែមជាប់នៅនឹកជានិច្ចតែស្ដៅក្រូចឆ្មាបណ្ដូលពេជ្រជូលវីងប្រឹងថ្មិចទើបលេបបានរសខុសគ្នានេះមកពីអ្វីឬមួយផែនដីប្រែសាមានដល់ភាពល្វីងជូរផ្អែមប៉ុន្មានតាមដីរាប់អានសន្តានញាតិការពិតរសផ្អែមល្វីងជូរចត់តែងមានប្រកបពីធម្មជាតិធរណីមិនអាចធ្វើឲ្យឃ្លាតខុសឆ្ងាយពីធាតុធ្លាប់ប្រក្រតីគូប្រៀបសំឡេងរូបក្លិនរសធម្មសម្ផស្សនឹងផែនដីឯចិត្តឃើញឮចិត្តដឹងអ្វីត្រឹមជាបច្ច័យកម្មប៉ុណ្ណោះមេបុណ្យមេបាបកើតមានពិតតែនៅក្នុងចិត្តយើងស្រីប្រុសគ្មានអ្នកដតីមកបណ្ដោះបញ្ចូលបញ្ចុះខុសហេតុឡើយបើបានស្ដាប់ធម៌បានសិក្សាមានម្នាក់សិការៈបង្កើយជាយោនិសោលៀងចិត្តឲ្យអស់បាបបានស្បើយពីក្តីទុក្ខកំណាព្យទី2ឈ្មោះថាទោសនៃលោភៈទោសៈមោហៈនៅពេលលោភៈនាំជាប់ជំពាក់ត្រេកអរចង់បានវង្វេងភ្លេចគិតខាត់ចិត្តខាត់ប្រាណច្រឡំនឹកស្មានថាបានហើយគ្រប់ប៉ុន្តែភាពល្មោកនៅក្នុងចិត្តលោកប្រាថ្នាឥតឈប់កាន់តែបានច្រើនកាន់តែមិនគ្រប់បើមិនប្រឹងទុកងប់ធ្លាក់អបាយរីឯទោសៈបើធ្លាប់អន់អាក់ខឹងក្តៅក្រហាយពីតូចទៅធំនឹងនាំអន្តរាយត្រូវឆាប់ដោះស្រាយដោយធម៌ខន្តីគួរពិចារណាកាលព្រះសាស្តាត្រូវស្ដេចអប្រិយកាត់ស្លឹកត្រចៀកច្រមុះជើងដៃទ្រង់ឈឺខ្លាំងក្រៃគង់នៅទ្រាំបានកាលរៀបអស់ជន់ព្រះទេយអត់ធន់ទោះឈាមជោគប្រានអភ័យសន្តោសប្រោសមនុស្សសាមានតែធរណីបានស្រុកស្ដេចនោះហើយចំណែកមោហៈមានភ្នែកដូចស្វាក់មិនយល់កោះត្រើយកើតពន់សាសនាព្រះពុទ្ធបង្កើយតែធ្វើប្រងើយដូចមនុស្សឥតភ័ព្វពេលដើរជួបមាសអ្នកខ្លះរវាសឬសុខជាទ្រពយល់ថាល្អពិតប្រណិតពួរគប់សឹងថាពេលងាប់យកជាប់ទៅផងតែអ្នកខ្លះទៀតមោហៈជ្រែកជ្រៀតខំរើសកោងខ្នងតែសម្បកថ្មីអក្រៃកន្លងស្រែកផងទូលផងបងធ្វើអ្នកមានកំណាព្យទី3ឈ្មោះថាកុំចង់កែបុណ្យបាបនៃសត្វមនុស្សកើតឡើងស្មោះព្រោះអាស្រ័យគ្រប់គ្រាន់ហេតុបច្ច័យនឹកឃើញអ្វីបែរជាយល់ថាខ្លួនជាអ្នកធ្វើគ្រប់អំពើបុណ្យកុសលចុះពរអកុសលឥតអ្នកផ្ដល់មិនដេចតើដែរតាមពិតមកពីហេតុច្បាស់ត្រឡែកមានព្រួលប្រែក៏ដែលកើតហោហែកុំចង់កែថាយើងធ្វើកំណាព្យទី4ឈ្មោះថាបណ្ដាម្ដាយមានអ្វីអាចដូររូបកូនទាំងឡាយចេញពីចិត្តម្ដាយដែលស្រឡាញ់ថ្លៃក្រៅពីមច្ចុនិងហេតុបច្ច័យលើភពផែនដីគ្មានអ្វីជួសបានចំណែកផលកម្មចាំកត់ជានិច្ចកូនខុសច្រើនតិចគ្មានដែលអខានបើម្ដាយវិញតែងសន្តោសត្រោះប្រានតែកម្មមិនបានអត់ទោសកូនទេឆ្នេះត្រូវព្យាយាមធ្វើបុណ្យប្រចាំរក្សាសិល5ជាប់គុំទំនេរបានកើតជាមនុស្សកុំឲ្យទុកគេខ្លាចកម្មតល់គេបាបឲ្យកូនវិញកំណាព្យទី5ឈ្មោះថាព្រហ្មចរិយធម៌ជាឆ្នាំការស្វែងរកកាមដូចជន់ខ្លៅដើរហាលថ្ងៃក្តៅហើយស្រេកទឹកពេលជួបប្រទះដូចបានផឹកអំបិលលាយទឹករឹតស្រេកខ្លាំងដូច្នេះវិធីចេញចាកកាមមានតែខាត់ហាមទុកទល់ខ្មាំងប្រព្រឹត្តព្រហ្មចរិយតតាំងទើបឈ្នះកម្លាំងកិលេសបានកំណាព្យទី6ឈ្មោះថាគុណនៃសតិប្បដ្ឋានមានសត្វបុគ្គលដល់ម្នាក់សោះអាចនឹងឈរឈ្មោះធ្វើវេទនាតាមពិតដីទុកឬសុខជាសត្វតែធម្មាគ្មានតួខ្លួនពេលខ្លះសុខកាយសប្បាយចិត្តរួចទុកដេញស្អិតកើតទួនបើរលឹកដល់សតិប្បដ្ឋាន4ទើបចិត្តមាំមួនរកឃើញផ្លូវ
ឈ្នះអវិជ្ជាភាពមិនដឹងធ្លាប់យល់ខុសម្លឹងប្រឹងរកត្រូវស្ដាប់ធម៌ព្រះពុទ្ធទីឥឡូវទោះមួយថ្ងៃស្លាប់ទៅក៏ប្រសើរកំណាព្យទី7មានឈ្មោះថាទំនៀមរបស់ចិត្តឧបាតៈប្រែថាកើតឡើងតតិកុំស្កើងថាតាំងនៅទាំងកៈប្រែថាបែកធ្លាយទៅចិត្ត3នេះហៅអនុខណៈ3អនុបាន1ខណៈចិត្តនេះជាលំអិតធម៌សច្ចៈឧបាតៈថតិនិងភង្គៈហូរលឿនឥតអមានសុនស្រាលឧបាតៈទី1ដើមបំផុតដែលសត្វជយុទ្ធកើតក្នុងថ្នាលវត្តដាក់នៃបដិសន្ធិកាលម៉ែឪជ្រួលច្រាលអលាយភ័យចាប់ពីគណៈតូចគឺថតិនៃបដិសន្ធិកូនចាប់ផ្ទៃទៅដល់ថតិពេលចិត្តស័យព្រះពុទ្ធចំថ្លៃប្រទានឈ្មោះទ្រង់ហៅថាបវត្តិកាលប្រែថាជាកាលយើងនៅរស់ប្រព្រឹត្តបុណ្យបាបដោយចំពោះទល់ថ្ងៃមួយនោះពេលមរណៈដល់ទីអវសានចិត្តបង្ហើយបែកធ្លាយចុងក្រោយគឺភង្គៈនៃចុតិចិត្ត3អនុខណៈនោះទើបដឹងជាក់ថាស្លាប់ហើយចប់នាទីកំណាព្យនេះជាឧទ្ទិសកថារបស់ព្រះភិក្ខុវជីរបញ្ញោសានសុជាសូមឧទ្ទិសនៅមហាកុសលនេះប្រគេនចំពោះព្រះភិក្ខុញ៉ែមវ៉ាន់ជាព្រះឧបជារបស់ខ្ញុំនិងគ្រូអាចារ្យទាំងឡាយគ្រប់ជំនាន់របស់ខ្ញុំសូមឧទ្ទិសជូនព្រឹទ្ធាចារ្យអៀងយ៉ងជាជីតារបស់ខ្ញុំឧបាសិកាហែមផាន់ជាជីដូនរបស់ខ្ញុំព្រឹទ្ធាចារ្យតុនសានជាជីតារបស់ខ្ញុំឧបាសិកាសុគ្រីស្ទជាជីដូនរបស់ខ្ញុំឧបាសកសានទុយជាឪពុករបស់ខ្ញុំអូនប្រុសសានសុកអូនប្រុសសានសាវឿននិងញាតិកាទាំង7សន្តានរបស់ខ្ញុំសូមលោកអ្នកប្រាជ្ញទាំងអស់ក្នុងជំនាន់មុននិងសាច់សាលោហិតរបស់ខ្ញុំព្រមទាំងសពសត្វក្នុងត្រៃភពបានអនុមោទនានៅចំណែកនៃបុណ្យនេះនិងសម្រេចបាននៅសេចក្តីសុខគ្រប់ប្រការសូមអនុមោទនាសូមអានិសង្សនៃការស្ដាប់ព្រះធម៌បានជាបច្ច័យជូនអស់លោកអ្នកពុទ្ធបរិស័ទបានសម្រេចនៅគុណធម៌ជាន់ខ្ពស់នាអនាគតកាលដ៏ខ្លីកុំបីឃ្លៀងឃ្លាតប្រែក្លាយជាប្រការៈដទៃឡើយសូមអនុមោទនាChit